ស្ដាប់ក៏បានច្រៀងក៏បានហើយក៏អាច record សំឡេងចេញពីបាសនឹងក៏បានដែរ នេះឥឡូវចាប់ផ្ដើមមកខ្ញុំនៅឧបករណ៍លេងថ្មីមួយទៀតហើយក៏ដូចជាឧបករណ៍កំសាន្តដែរប៉ុន្តែវាជាឧបករណ៍មួយដែលបងប្អូនមួយចំនួនក៏គាត់បានធ្លាប់ស្គាល់នេះគឺជាបាសប្រភេទស្ដាប់ក៏បានច្រៀងក៏បានហើយក៏អាច record សំឡេងចេញពីបាសនឹងក៏បានដែរបាសនេះផងដែរមានឈ្មោះថា W King D20 វាមានគេហៅថា waterproof ក៏គេហៅថាការពារជំរាបទឹករហូតដល់ IP6 បាសនេះតម្លៃនៅលើទីផ្សារឥឡូវក៏ចុះថ្លៃដែរតម្លៃវាសមរម្យដែរអាចបងប្អូនទៅជាវបាននៅទីផ្សារខ្ញុំចង់និយាយពីបាសមួយនេះព្រោះដោយសារថាមួយរយៈចុងក្រោយនេះមានបងប្អូនគាត់ចាប់អារម្មណ៍មកលើបាសភេទលក្ខណៈគ្រួសារឬក៏ជប់លៀងខ្នាតតូចបន្តិចបន្តួចអីចឹងណាបាសនេះមានឧបករណ៍សម្រាប់បញ្ជាក៏ដូចជាតេឡេមានក្បាលមីក្រូហ្វូនភ្ជាប់មកជាមួយមានរុន OTG នៅខាងក្រោយអាចថតចម្រៀងផ្ទាល់ចេញពីបាសហ្នឹងអ្វីដែលសំខាន់ចំពោះបាសហ្នឹងទៀតយើងអាចថតសំឡេងចម្រៀងចេញពីបាសហ្នឹងផ្ទាល់ដោយប្រើខ្សែ OTG ខ្សែ USB-C ដោតនៅខាងក្រោយជាមួយនឹងទូរស័ព្ទរបស់យើងវាជាទូរស័ព្ទដែលខ្ញុំកំពុងថតផ្ទាល់អញ្ចឹងគឺអាចយកមកភ្ជាប់ជាមួយនឹងបាសហ្នឹងហើយយើងអាចច្រៀងបានហើយគុណសម្បត្តិនិងគុណវិបត្តិរបស់វាបាសនេះវាហៅថាវ៉ាត់របស់វាត្រឹម200វ៉ាត់ទេហើយវាមានរាងទូចនិងគុណវិបត្តិរបស់វាហើយមួយចំនួនទៀតក៏បងប្អូនក៏អត់សូវចាប់អារម្មណ៍ដែរព្រោះរូបរាងអញ្ចឹងទៅប៉ុន្តែយើងមានអ្នកបងប្អូនយើងមួយចំនួនទៀតក៏គាត់បានចាប់អារម្មណ៍ទៅលើបាសហ្នឹងផងដែរហើយបានសួរខ្ញុំរឿងបាសហ្នឹងជាច្រើនដែលខ្ញុំធ្លាប់យកទៅដើរលេងអេងការពីមួយព្រឹកមុនអញ្ចឹងណាបងប្អូនចឹងថ្ងៃនេះដែរខ្ញុំសូម review ពីបាសហ្នឹងហើយខ្ញុំសាកសំឡេងចម្រៀងចេញពីបាសហ្នឹងហើយថតចូលទៅក្នុងទូរស័ព្ទពេលដែលថតចេញពីបាសហ្នឹងសំឡេងស្រូបឬក៏សំឡេងអីផ្សេងបងប្អូនអាចទស្សនានៅវីដេអូពេលខ្ញុំច្រៀងផ្ទាល់បានបាសនេះវាមាន Bluetooth កម្រិត 5.0 អាចភ្ជាប់ជាមួយនឹងទូរស័ព្ទរបស់យើងមានភាពងាយស្រួលហើយអាចត្រាំទឹកបានជម្រៅ1ម៉ែត្ររយៈពេលកន្លះម៉ោងយើងអាចត្រាំទឹកបានអញ្ចឹងបាននៅខាងក្រោយបាសនេះវិញគឺបើសិនថាយើងចង់ត្រាំទឹកបងប្អូនត្រូវតែបិទអានេះឲ្យជិតអាសន្ទះខាងក្រោយនេះអាហ្នឹងមុនពេលដែលបងប្អូនចង់ត្រាំទឹកថ្មរុននេះផងដែរគឺសម្រាប់យើងថតបទចម្រៀង USB-C ឬក៏រុន OTG ហ្នឹងរុនពណ៌ទឹកក្រូចនេះហើយសម្រាប់រុននេះដែរគឺសម្រាប់យើងប្រើ flash ឬក៏ដោយ USB ដាក់ចូលមកហើយប្រើ memory អានេះយើងអាចភ្ជាប់ទៅហ្គីតាយើងអាចភ្ជាប់ក្បាលមីក្រូបន្ថែមសម្រាប់ជើងចូលមកក្នុងបាសហ្នឹងប៉ុន្តែអ្វីដែលសំខាន់សម្រាប់បាសនេះគឺពេលដែលបងប្អូនចង់ដាក់ត្រាំទឹកជ្រលក់ទឹកអីពេលមេឃភ្លៀងអីបងប្អូនត្រូវតែបិទអាសន្ទះខាងក្រោយនេះឲ្យជិតអញ្ចឹងបានយើងអាចត្រាំទឹកបានចូលដល់បន្តខ្ញុំចាប់ផ្ដើមតេស្តបទចម្រៀងនិចជាមួយទូរស័ព្ទហើយខ្ញុំថតចម្រៀងចេញពីបាសនឹងផ្ទាល់ឲ្យបងប្អូនបានឃើញហើយបាសនេះដែរអត់មានការឧបត្ថម្ភពីខាងណាទេគឺខ្ញុំទិញយកមកចម្រៀងខ្លួនឯងហើយខ្ញុំតេស្តជាក់ស្ដែងឲ្យបងប្អូនបានដឹងអញ្ចឹងណាហើយនេះរូបរាងរបស់បាសហ្នឹងគឺមានប៉ុណ្ណឹងអ្វីដែលសំខាន់របស់បាសហ្នឹងមួយទៀតពេលដែលយើងចង់ភ្ជាប់បាសហ្នឹងទៅមួយបាសផ្សេងទៀតយើងមានអារុននៅខាងក្រោយនេះបងប្អូននេះរុនអ៊ីននេះអាហ្នឹងយើងអាចភ្ជាប់ទៅបាសផ្សេងបានណាឥឡូវនេះខ្ញុំចាប់ផ្ដើមតម្លើងខ្សែដែលឧបករណ៍សម្រាប់ស្រូបសំឡេងហ្នឹងខ្ញុំយកអាខ្សែហ្នឹងដោតជាមួយនឹងទូរស័ព្ទហើយដោតជាមួយបាសអញ្ចឹងណាបងប្អូនហើយខ្ញុំធ្វើឲ្យបងប្អូនទាំងអស់គ្នាបានឃើញពេលដែលបងប្អូនចង់ទិញបាសហ្នឹងក៏មានភាពងាយស្រួលដែរព្រោះដោយសារថាឥឡូវនេះខ្ញុំតេស្តឲ្យបងប្អូនបានឃើញបងប្អូនចូលទស្សនាវីដេអូរបស់ខ្ញុំទៅព្រោះខ្ញុំទិញបាសយកមកតេស្តឲ្យបងប្អូនឧបករណ៍អីផ្សេងៗអញ្ចឹងនៅក្នុង channel YouTube របស់ខ្ញុំព្រោះអត់មានការឧបត្ថម្ភពីខាងក្រុមហ៊ុនណាទេខ្ញុំទិញយកមកតេស្តជាក់ស្ដែងហើយខ្ញុំនិយាយពីប្រគុណភាពនិងសម្លេងផ្ទាល់ចេញពីបាសហ្នឹងអញ្ចឹងខ្ញុំឃើញមិនខ្ញុំនិយាយមិនខ្ញុំតាមបាសហ្នឹងជាក់ស្ដែងព្រោះ
ខ្ញុំអត់បាន sponsor ពីអ្នកណាគេទេអញ្ចឹងហើយខ្ញុំទិញរបស់របរមកទាំងអស់ដែលខ្ញុំប្រើប្រាស់ហ្នឹងគឺខ្ញុំត្រូវការតេស្តជាក់ស្ដែងហើយខ្ញុំនិយាយពីគុណសម្បត្តិនិងគុណវិបត្តិរបស់ឧបករណ៍និងសម្ភារៈនឹងជាក់ស្ដែងតែម្ដងអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំបានភ្ជាប់ជាមួយនេះហើយឥឡូវខ្ញុំយកអាដូចហ្នឹងទៅដោតនៅជាមួយទូរស័ព្ទបងប្អូនចាំស្ដាប់សំឡេងនឹងទាំងអស់គ្នាហើយសម្រាប់microphone នេះផងដែរមាន channel 2អានេះគឺ channel A អានោះទៀតគឺ channel B អញ្ចឹងយើងអាចសេរីម៉ៃទៅឡើងចុះទៅឡើងសំឡេងនៅហ្នឹង echo នៅម៉ៃហ្នឹងហើយសំឡេងផងដែរយើងមាន reverb អីសេរីនៅតាម tele បញ្ជាគេ tele ឲ្យអានេះបទចម្រៀងសម្រាប់ពេលដែលយើងដោតផ្លាស់ចូលទៅក្នុងបាសហ្នឹងឬក៏យើងដោត memory បទចម្រៀងទៅយើងអាចសេរីតាមលេខរៀងវាបានអញ្ចឹងសម្រាប់ MP3 ហើយអានេះផងដែរគឺយើងសម្រាប់ទៅឡើងចុះសំឡេងបងប្អូននេះឥឡូវជាមួយទៅទៀតខ្ញុំចាក់តេស្តជាក់ស្ដែងឲ្យបងប្អូនទស្សនាអញ្ចឹងខ្ញុំបើកតេស្តជាក់ស្ដែងឲ្យបងប្អូនស្ដាប់សំឡេងបាសហ្នឹងបែរមកវិញអូខេហើយខ្ញុំចុច reverb ឥឡូវតេស្តជាក់ស្ដែងឲ្យបងប្អូនឥឡូវខ្ញុំចុចអានេះសំឡេងវាមាន3នៅក្នុងហ្នឹងអានេះយើងនិយាយធម្មតាបងប្អូននេះតែពេលណាយើងនិយាយធម្មតាវាសំឡេងគឺវាបែបហ្នឹងតែពេលមកអានេះมันវាចេញ reverb បងប្អូនវាអង្គង់ដោយសារថាវានៅចិត្តខ្ញុំអត់ចង់ចេញក្រៅព្រោះខ្ញុំខ្លាចរំខានដល់គេអញ្ចឹងបងប្អូនដល់ពេលឥឡូវខ្ញុំតេស្តក្នុងបន្ទប់ផ្ទាល់ជាក់ស្ដែងឲ្យបងប្អូនបានឃើញខ្ញុំអត់អាចធ្វើតេស្តនៅខាងក្រៅទេព្រោះឥឡូវនេះតេស្តនៅខាងក្រៅយើងរំខានដល់គេអញ្ចឹងយើងគ្រប់សិទ្ធណាបងប្អូនគ្រប់សិទ្ធអ្នកដែលរស់នៅភូមិភូមិរបងយើងអញ្ចឹងយើងអាចតេស្តទៅរំខានគេតែឥឡូវខ្ញុំតេស្តនៅក្នុងបន្ទប់ព្រោះខ្ញុំបិទចិត្តអីអញ្ចឹងទោះបីខ្ញុំបើកសំឡេងលឺក៏រំខានដល់បងប្អូនយើងដែរអញ្ចឹងណាយើងត្រូវចេះគ្រប់សិទ្ធអ្នកដទៃអឡូនេះ reverb បងប្អូនឥឡូវយើងដាក់សំឡេងឲ្យជ្រៀងបានអឡូមួយទៀតយកទី3នេះអាហ្នឹងនិយាយរួមយើងតេស្តអាស្រ័យតាមលើយើងចង់បានសំឡេងបែបណាយើងច្រៀងទៅពីរោះឬក៏យើងចង់បានចម្រៀងមិនអញ្ចឹងយើងតេស្តផ្ទាល់នៅ tele ហ្នឹងអាចតេស្តឲ្យយើងច្រៀងខ្លួនឯងបានអញ្ចឹងណាបងប្អូនឥឡូវអូខេឥឡូវអាចច្រៀងបានហើយអានេះ original ធម្មតាយើងដូចយើងនិយាយឥឡូវយើងដាក់ reverb professional popular mode reverberation mode នេះបងប្អូនហើយអានេះសម្រាប់ដែលនៅពេលដែលយើងនិយាយឲ្យវាដាច់អញ្ចឹងទៅដូចថាយើង MC ពេលដែលយើងនិយាយយើងចាក់ចម្រៀងបណ្ដាពេលដែលយើងនិយាយទៅសំឡេងចម្រៀងវាបន្ថយអញ្ចឹងតែខ្ញុំតេស្តដាក់បទចម្រៀងចូលឲ្យបងប្អូនបានឃើញផ្ទាល់តែម្ដងចាប់ផ្ដើមតេស្តរបៀបគេហៅថាដូចរូប microphone នេះបងប្អូននេះហ្នឹងនៅពេលដែលយើងចុចវាមកតែដូចយើងនិយាយឲ្យទៅពេលដែលយើងចាក់ចម្រៀងនេះបងប្អូនចាំមើលអឡូឃើញបងប្អូននៅពេលដែលយើងនិយាយទៅគឺសំឡេងចម្រៀងរបស់យើងគឺវាថយមិនដែរបងប្អូនលឺឥឡូវពេលដែលខ្ញុំនិយាយគឺសំឡេងចម្រៀងវាថយចុះហើយដល់ពេលខ្ញុំជុំនិយាយគឺវានេះមកវិញហើយអញ្ចឹងអានោះសំឡេងវាគឺបែបហ្នឹងឥឡូវខ្ញុំដាក់វាមកធម្មតាវិញវាយ៉ាងកង់បន្តិចដោយសារថាវានៅចិត្តណាខ្ញុំបិទវាសិនវានៅកង់អញ្ចឹងវាយ៉ាងកង់បងប្អូនបើយើងនៅខាងក្រៅយើងឆ្ងាយវាអត់ទៅកង់ទេដោយសារវាអញ្ចឹងនេះដាក់ភ្លេងហើយខ្ញុំស្គប់វាសិនហើយរូបទាំងអស់នេះដែរអាហ្នឹងគឺម៉ូដបងប្អូនយើងសម្រាប់ពេលដែលយើងចង់ទះដៃយើងចង់សោចយើងចង់អីអាហ្នឹងវានៅក្នុងហ្នឹងបងប្អូននេះខ្ញុំចុចណាទះដៃឥឡូវនេះសោចអញ្ចឹងណាបងប្អូនអានេះក្តីស្រឡាញ់អញ្ចឹងទៅថើបអញ្ចឹងណាបងប្អូនហ្នឹងវានៅក្នុងហ្នឹងអូខេឥឡូវដល់យើងចាប់ផ្ដើមឥឡូវខ្ញុំដាក់ចម្រៀងច្រៀងម្ដងចង់ដឹងថាសំឡេងនៅពេលដែលយើងស្រោបចម្រៀងចូលទៅក្នុងទូរស័ព្ទយើងស្រោបផ្ទាល់តើមានសំឡេងកង់ឬក៏សំឡេងរំខានអីអត់ហើយយើងពេលដែលយើងថតសំឡេងចេញពីទូបាសនឹងផ្ទាល់ទៅយើងឮចម្រៀងអីបែបណាបងប្អូនអាចទស្សនានៅពេលដែលខ្ញុំកំពុងច្រៀងអញ្ចឹងណាហើយយើងចាប់ផ្ដើមខ្ញុំទៅដោតខ្សែ OTG នឹងចូលទៅក្នុងទូរស័ព្ទអី
ពេញក្រមុំអូសែនសំគ្មានស្រីណាដោមិនជាស្រីខ្មាត្រឹមលៀងសំស្លូប្រាជ្ញាក៏ឆ្លាតស្ដាប់ពីម៉ែអើថ្ងៃនេះបុណ្យចូលឆ្នាំថ្មីបងឃើញខ្មៅស្រីអូនរៀបចំផ្ទាំងបងរៀនទេវតាដល់ខ្វាថ្វាយព្រះអង្គស្លោព្រះជូនម្ដាយទៅវបងឃើញខ្មៅពូនភ្នំខ្សាច់ជួយអូនតាំងបាតដងទឹកនឹងសងព្រះគុំនាងឃើញបងញញឹមសែនស្រស់អូនខ្មៅតែឈ្មោះសាច់សដូចសំឡី មិនដែរបងប្អូនទាំងគ្នាបន្ទាប់ពីខ្ញុំច្រៀងហើយមិញហ្នឹងហើយស្ដាប់សំឡេងខ្ញុំមិនដែរពេលដែលសំឡេងស្រោបផ្ទាល់ដោតតាមដោយ OTG នៅបាសនេះហើយភ្ជាប់ទៅជាមួយនឹងទូរស័ព្ទវីដេអូហ្នឹងគឺខ្ញុំចង់និយាយពីប៉ុណ្ណឹងហើយនៅក្នុងការតេស្តបាសហ្នឹងអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍អាចរកទិញនៅតាមទីផ្សារបានព្រោះនេះគឺជាបាសដែលខ្ញុំទិញមកសម្រាប់តេស្តទេមិនខាងក្រុមហ៊ុនឬក៏ខាងអីផ្សេងៗគាត់បានឧបត្ថម្ភមកដល់ខ្ញុំទេអាហ្នឹងគឺលុយរបស់ខ្ញុំប្រាក់ខែខ្ញុំទិញផ្ទាល់អញ្ចឹងណាបងប្អូនហើយអធិស្ឋានចំពោះការតេស្តឬក៏និយាយទៅប៉ះពាល់អីឬក៏មានការពាក្យពេចន៍អីខ្ញុំនិយាយទៅដដែលអញ្ចឹងកុំខឹងឬក៏អភ័យទោសសម្រាប់ការដែលខ្ញុំតេស្តបាសនេះផងព្រោះនេះគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងជាក់ស្ដែងថាអានេះពេលដែលបងប្អូនចង់ទិញទៅប្រើប្រាស់តាមលក្ខណៈគ្រួសារឬក៏បងប្អូនចង់ទៅយកទៅធ្វើអ្វីសម្រាប់ក្នុងអង្គប្រជុំឬក៏យកទៅលក់អីផ្សេងៗមុខរបរអីចឹងបងប្អូនអាចមើលវីដេអូនេះហើយបងប្អូននឹងមានចំណាប់អារម្មណ៍ឬក៏ការពេញចិត្តឬក៏មិនពេញចិត្តត្រង់ចំណុចណាឯងបងប្អូនអធិស្ឋានចំពោះខ្ញុំដែលចំពោះខ្ញុំផ្ទាល់ដែល review ពីបាសនេះផងអញ្ចឹងអធិស្ឋានអូននឹងគឺមានប៉ុណ្ណឹងទេអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះអរគុណបាយបាយ